បងសនជាមនុស្សម្នាក់នៅក្នុងភូមិដែលគេស្គាល់ថាគាត់ជាមនុស្សដែលរួសរាយនិងជាមនុស្សដែលគេគោរពស្រឡាញ់ដោយសារតែគាត់នឹងចេះជួយទុក្ខធុរៈអ្នកភូមិនឹងមិនដែលទាមទារការតបស្នងអ្វីនោះទេនិយាយឲ្យងាយយល់ទៅមនុស្សគាត់គឺជាមនុស្សល្អតែម្ដងប៉ុន្តែបងប្អូនដឹងអត់មនុស្សដែលល្អដូចបងសនហ្នឹងបែរជាត្រូវមកស្លាប់យ៉ាងអនាថមបំផុតនៅក្នុងទឹកទន្លេក្រោយផ្ទះរបស់គាត់ទៅវិញហើយការស្លាប់របស់គាត់នឹងបានបន្សល់ទុកនៅរឿងដែលប្រតិកាឡាគ្នានិងអាចកំបាំងជាច្រើនដែលអ្នកនៅក្នុងភូមិហ្នឹងគេពិបាកសន្មត់ខ្លាំងមែនទែនថាគាត់នឹងស្លាប់ដោយសារអ្វីស្លាប់ដោយសារខ្លួនឯងឬក៏ស្លាប់ដោយសាររឿងអបិយជំនឿនោះទេដើម្បីឲ្យបងប្អូនស្ដាប់ងាយស្រមៃខ្ញុំសូមរៀបរាប់លក្ខណៈផ្ទះរបស់បងសនជាមុនសិនគឺថាផ្ទះរបស់គាត់គឺស្ថិតនៅត្រើយម្ខាងនៃទន្លេដែលចំពីក្រោយវត្តអារាមមួយអញ្ចឹងមានន័យថាផ្ទះរបស់គាត់នៅម្ខាងហើយវត្តនៅត្រើយម្ខាងដូចគ្នាដែរគឺស្ថិតនៅម្ខាងម្នាក់នៃទន្លេគ្រាន់តែថាផ្ទះរបស់បងសនហ្នឹងគឺបែរមុខទៅបច្ឆាបូជាសពក្រោយវត្តនឹងតែម្ដង ហើយទន្លេហ្នឹងបាននិយាយទៅមិនមែនជាទន្លេដែលធំអីទេគឺជាដៃទន្លេតូចដែរទេប៉ុន្តែនៅត្រើយខាងវត្តហ្នឹងគឺមានភូមិនិងមានតូបលក់ដូរជាច្រើនអញ្ចឹងហើយបានជាបងសនហ្នឹងតែងតែហែលឆ្លងទន្លេទៅត្រើយដែលខាងមានវត្តហ្នឹងដើម្បីថាទៅទិញអីវ៉ាន់ផងនិងទៅជួបជុំមិត្តភ័ក្តិរបស់គាត់ផងតាមទម្លាប់អ្នកជនបទដែលសម្រាប់ពីការងារឆ្លៀតហូបអីទីទួចអីចឹងទៅហើយនៅពេលដែលរួចរាល់ទៅគាត់ហ្នឹងហែលត្រឡប់ឆ្លងមកវិញ បើនិយាយពីបងសនវិញគាត់ជាមនុស្សដែលចូលចិត្តជួបជុំមិត្តភ័ក្តិហូបស្រាខ្លាំងណាស់បន្ទាប់ពីទំនេរពីការងារទម្លាប់ប្រចាំថ្ងៃរបស់គាត់នឹងគឺថាហែលឆ្លងទន្លេពីផ្ទះរបស់គាត់នឹងមកត្រើយខាងវត្តដើម្បីអង្គុយផឹកស៊ីលេងសប្បាយជាមួយមិត្តភ័ក្តិគាត់អីចឹងទៅនៅពេលដែលគាត់ផឹករួចនៅពេលល្ងាចឬក៏ពេលយប់តែងតែដើរតាមស៊ីមាត់ទន្លេនឹងរហូតមកដល់កន្លែងក្រោយវត្តនឹងទើបគាត់ហែលឆ្លងទន្លេបន្តិចគឺទៅដល់ផ្ទះគាត់វិញហើយរបៀបថាដោយសារតែគាត់នឹងគឺជាកូនអ្នកស្រុកទន្លេស្រាប់ការធំធាត់របស់គាត់នឹងគឺនៅលើផ្ទៃទឹកតែម្ដងអញ្ចឹងច្បាស់ណាស់ថាស្ទាត់ជំនាញខាងហែលទឹកខ្លាំងណាស់អញ្ចឹងការហែលទឹកឆ្លងទន្លេប៉ុណ្ណឹងសម្រាប់គាត់គឺជារឿងធម្មតាដូចជាការដើរលើគោកអញ្ចឹងតែដូចចាស់លោកពោលអញ្ចឹងបើសិនជាច្បាស់នឹងអ្វីប្រកាសជាស្លាប់ដោយសារនឹងហើយបងប្អូនបងប្អូនដឹងអត់គឺថាថ្ងៃដែលកើតហេតុហ្នឹងអត់មានអ្នកណាដឹងទេថាបងសនហ្នឹងគាត់បានស្លាប់គ្រាន់តែដឹងថាគាត់បានបាត់ដំណឹងមួយយប់តែប៉ុណ្ណោះថ្ងៃហ្នឹងគឺគាត់មកហូបអីជុំមិត្តភ័ក្តិរបស់គាត់ហ្នឹងដូចតែរាល់ដងទេតែថ្ងៃហ្នឹងគាត់រៀងស្រវឹងខ្លាំងជាងរាល់ដងគឺរបៀបថារៀងធ្លាក់ភ្នែកអីចឹងទៅតែមិត្តភ័ក្តិរបស់គាត់ហ្នឹងបានប្រាប់ថាបងសនមិនបានស្រវឹងរហូតដល់បាត់បង់ស្មារតីនោះទេអញ្ចឹងបងសនគាត់ក៏បានដើរមកដល់ចំណុចក្រោយវត្តហ្នឹងតែម្ដង ដើម្បីហែលត្រឡប់ទៅផ្ទះដូចសពមួយដងតែអ្វីដែលស្ទើរតែគ្មាននរណានឹងដឹងនោះគឺថានៅក្នុងយប់នោះពេញមួយយប់តែម្ដងបងសនគាត់អាចបានទៅដល់ផ្ទះគាត់ឡើយនៅពេលដែលព្រឹកឡើងហ្នឹងប្រពន្ធរបស់គាត់ហ្នឹងដោយសារតែមិនបានឃើញប្តីពេញមួយយប់ក៏ដើរសួរគេឯងនៅក្នុងភូមិអីចឹងទៅនិងក៏បានសួរមិត្តភ័ក្តិរបស់បងសនដែរបងដែលជាមិត្តភ័ក្តិរបស់បងសនហ្នឹងសុទ្ធតែបាននិយាយថាបងសនបានចេញពីកន្លែងហូបអីហ្នឹងទៅផ្ទះតាំងពីល្ងាចម្លេះដោយហេតុបែបហ្នឹងហើយទើបម្នាក់នៅក្នុងភូមិហ្នឹងនាំគ្នាផ្អើលឆោឡោតាមរកបងសនបាននិយាយទៅនៅក្នុងភូមិហ្នឹងគឺគេស្រស់គ្នាខ្លាំងមែនតើដោយសារតែបងសនហ្នឹងគឺជាមនុស្សម្នាក់ដែលគេគ្រប់ស្រឡាញ់ទៀតអញ្ចឹងរឿងអីដែលថាគេមិននាំគ្នាផ្អើលហើយនៅពេលដែលនៅក្នុងភូមិមានការផ្អើលឆោឡោបែបហ្នឹងស្រាប់តែមានក្មេងម្នាក់វាបានមកនិយាយថាកាលពីល្ងាចម្សិលមិញហ្នឹងវាបានឃើញបងសហ្នឹងកំពុងព្យាយាមតោងឡើងតាមច្រាំងទន្លេហ្នឹងប៉ុន្តែដោយសារច្រាំងទន្លេហ្នឹងបានបាក់ដូច្នេះហើយទើបធ្វើឲ្យបងសហ្នឹងឡើងទៅអត់រួចណាមួយមេឃភ្លៀងក៏ខ្លាំងហើយទឹកទន្លេហ្នឹងក៏វាគួចខ្លាំងអញ្ចឹងទៅធ្វើឲ្យបងសហ្នឹងឡើងទៅលើហ្នឹងគឺឡើងអត់រួចទេរហូតទាល់តែគាត់ហ្នឹងបានធ្លាក់ចូលទៅក្នុងទឹកទន្លេហើយទឹកទន្លេហ្នឹងក៏បានគួចគាត់យកទៅបាត់ទៅ បើនិយាយពីអ្នកភូមិនិងក្រុមគ្រួសាររបស់បងសនវិញនៅពេលដែលស្ដាប់ឮកូនក្មេងដែលវានិយាយបែបហ្នឹងគាត់ក៏បានស្ដីបន្ទោសថាឯងចេះតែស្រមោលស្រមៃហើយព្រោះអីថាល្ងាចមិញហ្នឹងគឺអត់មានភ្លៀងទេហេតុអីបានក្មេងម្នាក់ហ្នឹងនិយាយថាភ្លៀងខ្លាំង
ដោយសារនៅក្នុងភូមិហ្នឹងអ្នកណាក៏គេដឹងដែរថាល្ងាចមិញហ្នឹងគឺអត់មានភ្លៀងទេតែហេតុអីបានក្មេងប្រុសម្នាក់ហ្នឹងវាបាននិយាយថាឃើញបងសហ្នឹងកំពុងតោងឡើងមកច្រាំងខាងលើហ្នឹងហើយអំឡុងពេលភ្លៀងទៀតអញ្ចឹងទៅអត់មានណាគេជឿក្មេងហ្នឹងទេហើយថែមទាំងបានស្ដីឲ្យក្មេងហ្នឹងថែមទៀតផងអញ្ចឹងដោយសារគិតថាក្មេងប្រុសម្នាក់ហ្នឹងចេះតែរវើរវាយនិយាយផ្ដេសផ្ដាសអញ្ចឹងទៅអត់មានណាគេជឿទេកូននាំគ្នាបំបែកគ្នាហើយទៅតាមរកបងសតទៀតការបាត់ខ្លួនរបស់បងសហ្នឹងគឺបាត់រហូតដល់2ទៅ3ថ្ងៃគឺអត់ដឹងថាគាត់ហ្នឹងទៅណាទេដោយម្នាក់គេសន្និដ្ឋានថាគាត់ហ្នឹងប្រហែលជាទៅលេងផ្ទះរបស់ម្ដាយរបស់គាត់ហើយអញ្ចឹងប្រហែលជាមួយថ្ងៃឬ2ថ្ងៃទៀតគាត់នឹងត្រឡប់មកវិញប៉ុន្តែរឿងដែលចម្លែកនឹងរឿងដែលគួរឲ្យព្រឺសម្បល់ហ្នឹងគឺប្រផ្នូលមុនស្លាប់របស់បងសនដែលមនុស្សគ្រប់គ្នានាំគ្នានិយាយពីមាត់មួយទៅមាត់មួយដោយមុនពេលបាត់ខ្លួនរបស់បងសនហ្នឹងនៅពេលដែលផឹកជួបជុំជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងបងសនគាត់តែងតែនិយាយពាក្យប្លែកៗហើយពាក្យមួយដែលគេចាំជាងគេនោះគឺថានៅពេលដែលគាត់ងាប់ឲ្យមិត្តភ័ក្តិរបស់គាត់ហ្នឹងជួយធ្វើក្តាមមឈូសឲ្យផងកុំឲ្យអ្នកផ្សេងធ្វើគាត់ថាក្តាមមឈូសរបស់គាត់ហ្នឹងគឺចង់ឲ្យមិត្តភ័ក្តិរបស់គាត់ហ្នឹងធ្វើដោយផ្ទាល់ដៃអញ្ចឹងនេះគឺជាពាក្យសម្ដីរបស់បងសនមុននឹងពេលដែលគាត់បាត់ខ្លួនហ្នឹងចូលមកដល់ថ្ងៃទី3អ្នកភូមិក៏បានរកឃើញគាត់អ៊ំប្រុសម្នាក់ដែលជាអ្នកនេសាទនៅក្នុងភូមិហ្នឹងគាត់បានបើកកាណូតរបស់គាត់ហ្នឹងទៅនេសាទដូចតែសពមួយដងអញ្ចឹងប៉ុន្តែថ្ងៃហ្នឹងនៅពេលដែលគាត់បើកទៅនេសាទស្រាប់តែគាត់បានឃើញរបស់អីមួយអណ្ដែតនៅលើទឹកហ្នឹងអញ្ចឹងនៅពេលដែលគាត់បើកទៅចិត្តគឺគាត់បានឃើញសាកសពរបស់មនុស្សហើយសាកសពរបស់មនុស្សហ្នឹងគឺជារាងកាយរបស់បងសននឹងឯងបងប្អូនដឹងអត់ថារាងកាយរបស់បងសនក៏ដូចជាសាកសពរបស់គាត់ហ្នឹងគឺពិបាកមើលមែនតែនដោយសារតែគាត់ហ្នឹងបានបាត់ខ្លួនជាច្រើនថ្ងៃហើយនៅក្នុងទឹកហ្នឹងហើយរឿងមួយទៀតដែលគួរឲ្យរន្ធត់ខ្លាំងនោះគឺថារាងកាយរបស់គាត់ហ្នឹងគឺត្រូវបានស្លាប់កង្ហាលកណូតហ្នឹងគឺកាត់ដាច់ច្រើនចំណែកខ្លាំងមែនតែនបងប្អូនធ្វើឲ្យសាកសពរបស់គាត់ហ្នឹងគឺពិបាកមើលមែនតែនម្នាក់គឺថាសឹងតែមិនជឿទេថានេះគឺជាបងសនដោយសារតែបងសនហ្នឹងគាត់គឺជាអ្នកស្រុកនៅទន្លេហេតុអីបានជាត្រូវមកស្លាប់ដោយសារទន្លេបែបហ្នឹងតែយ៉ាងណាការពិតគឺនៅតែជាការពិតបងប្អូនទោះបីយើងមិនចង់ទទួលស្គាល់ក៏វាបានកើតឡើងបាត់ទៅហើយអ្នកភូមិម្នាក់គឺគេសោកស្ដាយជាមួយនឹងការស្លាប់របស់បងសននឹងខ្លាំងមែនទែនមនុស្សគ្រប់គ្នាសឹងតែអ្នកណាក៏យំដែរដោយសារបងសនគាត់ជាមនុស្សល្អហើយជាពិសេសនោះគឺថាគ្រួសាររបស់គាត់ប្រពន្ធរបស់បងសននឹងគឺថាយំរហូតទាល់តែសន្លប់ដោយសារតែអាណិតប្តីពេកគាត់សឹងតែមិនជឿនឹងភ្នែកណាថាបងសនគាត់បានស្លាប់ដោយសារអីគឺគាត់នៅជាមួយគ្នារាល់ថ្ងៃគឺបាត់តែប្រហែលថ្ងៃសោះស្រាប់តែឃើញវិញខ្លាចជាសាកសពបាត់ទៅហើយអញ្ចឹងអ្នកណាក៏យំដែរបងប្អូនចុះទម្រាំប្រពន្ធរបស់គាត់ទៀតអញ្ចឹងមានន័យថាគឺពិបាកធ្វើចិត្តហើយបងប្អូនមិត្តភ័ក្តិរបស់គាត់បូករួមជាមួយនឹងអ្នកភូមិបានធ្វើការស្រោងសាកសពរបស់គាត់នឹងយកទៅធ្វើបុណ្យហើយមិត្តភ័ក្តិរបស់គាត់នឹងក៏ធ្វើតាមបណ្ដាំរបស់បងសនដោយពួកគាត់នាំគ្នាធ្វើក្តាមមឈូសនឹងគឺដោយផ្ទាល់ដៃរបស់ពួកគាត់តែម្ដងដោយគិតថានឹងបំពេញបំណងចុងក្រោយរបស់មិត្តភ័ក្តិក៏ដូចជាការជូនដំណើរចុងក្រោយផងដែរអញ្ចឹងរឿងរ៉ាវដែលរន្ធត់និងរឿងរ៉ាវដែលយើងមិនគួរឲ្យជឿនឹងគឺអត់បានចប់នៅពេលដែលបូជាសពរបស់បងសនរួចរាល់ទេអញ្ចឹងមានន័យថារឿងគឺវាអត់បានចប់ត្រឹមនឹងទេបងប្អូនក្រោយពីការស្លាប់របស់បងសនហ្នឹងនៅក្នុងភូមិក៏ចាប់ផ្ដើមមានការឡងបន្លាចជាច្រើនដោយគ្រប់រូបភាពហើយបើនិយាយទៅគឺថាសឹងតែមិនជឿតែម្ដងបងប្អូនក្រោយការស្លាប់របស់គាត់ហ្នឹងនៅក្នុងភូមិឲ្យតែយប់ឡើងដឹងតែមានឮឆ្កែលូហើយជាពិសេសដែលរឿងដែលរន្ធត់ជាងនេះទៀតនោះគឺឮសំឡេងបងសនហៅឲ្យជួយចេញពីកន្លែងដែលគាត់បានបាត់ខ្លួនហ្នឹងបងប្អូនគឺថាសំឡេងហៅឲ្យគេជួយថាគាត់នឹងឡើងមកលើនឹងគឺអត់រួចទេជួយផងមានគេចាប់ជើងរបស់គាត់ហើយអញ្ចឹងសំឡេងហ្នឹងមិនមែនថាឮទាំងអស់គ្នាទេបងប្អូនគឺឮដោយមនុស្សទេមនុស្សណាដែលគាត់ចង់ឲ្យឮគឺឮមនុស្សណាដែលគាត់មិនចង់ឲ្យឮគឺពួកគេគឺអត់បានឮទេបងប្អូនហើយអ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះគឺថាមិត្តភ័ក្តិរបស់បងសនដែលជាអ្នកធ្វើក្តាមមឈូសឲ្យគាត់ហ្នឹងពួកគាត់សិតតែបាននិយាយដូចគ្នាថាឲ្យតែយប់ឡើងហ្នឹងគាត់ចាប់ផ្ដើមធំក្លិនស្អុយហើយគឺដៃរបស់គាត់ទាំងសងខាងហ្នឹងគឺ
គឺធំក្លិនស្អុយតែម្ដងពួកគាត់និយាយថាបើជាក្លិនសាកសពរបស់បងសនគូណាស់តែបាត់ស្អុយហើយទោះបីថាគាត់ជាអ្នកស្រង់សាកសពរបស់បងសនក៏ពិតមែនក៏ប៉ុន្តែរំលងទៅយូរហើយហេតុអីបានដៃរបស់គាត់នឹងនៅតែស្អុយទៀតហើយរឿងដែលចម្លែកនោះគឺថាដៃរបស់គាត់នឹងគឺស្អុយតែពេលយប់ទេបងប្អូនធំក្លិនហ្នឹងគឺស្អុយតែពេលយប់ទេប៉ុន្តែនៅពេលថ្ងៃអីគឺអត់មានក្លិនទេទាំងអស់នៅក្នុងចំណោមមិត្តភ័ក្តិរបស់បងសនហ្នឹងមានបងប្រុសម្នាក់គាត់បាននិយាយថាមានយប់មួយនោះគាត់បានឃើញស្រមោលរបស់បងសនហ្នឹងមកអង្គុយចុងជើងរបស់គាត់ហើយបានបបួលគាត់ទៅផឹកស្រាគឺខ្មោចរបស់បងសនហ្នឹងគឺគាត់ធ្វើដូចការដែលគាត់នៅរស់អញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេខ្មោចរបស់បងសនហ្នឹងគាត់បានថែមទាំងនិយាយទៀតថាការស្លាប់របស់គាត់ហ្នឹងមិនមែនដោយសារគាត់ខ្លួនឯងទេគឺមានគេចាប់គាត់ទាញចូលទៅក្នុងទន្លេពេលដែលឮបែបហ្នឹងមិត្តភ័ក្តិរបស់បងសនម្នាក់ហ្នឹងគាត់ក៏បានសួរទៅកាន់ខ្មោចរបស់បងសនវិញថាតើនរណាគេជាអ្នកទាញឯងចូលទៅក្នុងទន្លេហ្នឹងប៉ុន្តែខ្មោចរបស់បងសនអត់បាននិយាយអីទេគ្រាន់តែសើចបន្ទាប់ពីសើចហើយក៏បានយំអញ្ចឹងធ្វើឲ្យមិត្តភ័ក្តិរបស់បងសនហ្នឹងគឺគាត់ព្រឺក្បាលមែនទែននៅពេលដែលគាត់សួរនាំបែរជាមិនប្រាប់បែរជាម្ដងសើចហើយម្ដងយំវិញហើយបន្ទាប់មកទៀតក៏បានរលាយចូលទៅក្នុងភាពងងឹតនឹងបាត់ទៅអញ្ចឹងរឿងរ៉ាវឡងបន្លាយរបស់ខ្មោចរបស់បងសនហ្នឹងឯនៅក្នុងភូមិគឺល្បីល្បាញមែនទែនបងប្អូនព្រោះថាគាត់ឡងសុទ្ធសឹងតែជាអ្នកដែលគាត់ស្គាល់អញ្ចឹងមិនដូចអត្តចរិតរបស់បងសនការដែលនៅរស់ទេបងប្អូនការដែលនៅរស់បងសនជាមនុស្សម្នាក់ដែលល្អចេះជួយយកអាសារអ្នកភូមិប៉ុន្តែនៅពេលដែលគាត់ស្លាប់ទៅបែរជាគាត់ដើរឡងបន្លាយគេធ្វើឲ្យគេនឹងខ្លាចគាត់ទៅវិញនិយាយពីប្រពន្ធរបស់បងសនវិញនៅពេលដែលខ្មោចប្តីរបស់គាត់ហ្នឹងបានឡងបន្លាយអ្នកភូមិអត់ឈប់ឈរអញ្ចឹងជារៀងរាល់ថ្ងៃធ្វើឲ្យអ្នកភូមិហ្នឹងពិបាកក្នុងការរស់នៅអញ្ចឹងគាត់ក៏សម្រេចចិត្តទៅមើលគ្រូទាយចង់ឲ្យគ្រូទាយហ្នឹងគាត់ទាយមើលថាហេតុអីបានបងសនគាត់អត់ទៅចាក់កំណើតហេតុអីបានគាត់នៅតែវិលវល់នៅក្នុងភូមិបែបហ្នឹងហើយក៏ដើម្បីឆ្លៀតសួរអំពីការស្លាប់របស់បងសនដែរហេតុអីបានជាគាត់ស្លាប់ហើយការស្លាប់របស់គាត់ហ្នឹងមានតាក់ទងទៅនឹងអបិយជំនឿអត់អញ្ចឹងនៅពេលដែលប្រពន្ធរបស់បងសនហ្នឹងគាត់បានទៅឲ្យគ្រូទាយមើលគ្រូទាយគេបាននិយាយថារឿងដែលកើតឡើងទៅលើគ្រួសាររបស់បងសនហ្នឹងគឺដោយសារការសាងសង់ផ្ទះរបស់បងសនហ្នឹងគឺនៅពីក្រោយវត្តហើយនៅចំពីក្រោយបច្ឆាបូជាសពទៀតអញ្ចឹងធ្វើឲ្យទ្វារផ្ទះនិងទិសដៅផ្ទះហ្នឹងគឺបែរចំកន្លែងដុតខ្មោចតែម្ដងទើបធ្វើឲ្យគ្រួសាររបស់បងសនហ្នឹងត្រូវជួបគ្រោះថ្នាក់ហើយនឹងជួបរឿងអាត់កំបាំងបែបហ្នឹងហើយព្រលឹងរបស់បងសនណាគឺគាត់ទៅណាឲ្យរួចទេគឺព្រលឹងរបស់គាត់ត្រូវបានគេចងនៅកន្លែងដែលគាត់ធ្លាក់ចូលទៅក្នុងទន្លេនឹងតែម្ដងគឺកន្លែងដែលកូនក្មេងបានឃើញគាត់ត្រូវបានទឹកទន្លេគួចយកនឹងឯងអញ្ចឹងមានន័យថាព្រលឹងរបស់គាត់គឺនៅតែវិលម្ដុំនឹងគឺអត់អាចទៅណារួចទេបងប្អូនអញ្ចឹងហើយបានជាអ្នកភូមិខ្លះបានឮសំឡេងគាត់ស្រែកឲ្យជួយចេញពីកន្លែងដែលគាត់បានបាត់ខ្លួននឹងហើយគាត់បាននិយាយថាបើសិនជាចង់ឲ្យព្រលឹងរបស់បងសននឹងទៅចាក់កំណើតជាថ្មីត្រូវនិមន្តព្រះសង្ឃឲ្យមកធ្វើពិធីដើម្បីបញ្ជូនព្រលឹងរបស់គាត់នឹងទៅចាក់កំណើតដោយសារតែព្រលឹងរបស់បងសននឹងមិនទាន់អស់អាល័យជាមួយនឹងប្រពន្ធកូនទេហើយក៏មិនទាន់អស់អាល័យនឹងជីវិតរបស់ខ្លួនឯងដែរគឺការស្លាប់របស់គាត់នឹងគឺស្លាប់ដោយមិនអស់ចិត្តអញ្ចឹងហើយទើបព្រលឹងរបស់គាត់នឹងនៅតែវិលវល់នៅក្នុងភូមិនឹងឯងដោយការបង្ហាញខ្លួនដោយការបន្លឺជាសំឡេងឲ្យអ្នកភូមិបានលឺអីចឹងទៅប្រពន្ធរបស់បងសនក្រោយពីបានដំបូន្មានពីគ្រូទាយម្នាក់ហ្នឹងគាត់ក៏បានធ្វើតាមដំបូន្មានរបស់គ្រូទាយម្នាក់ហ្នឹងទៅដោយមានការនិមន្តព្រះសង្ឃអីឲ្យទៅធ្វើពិធីហើយធ្វើបុណ្យឧទ្ទិសកុសលឲ្យបងសនដើម្បីបានទៅចាក់កំណើតជាថ្មីកុំឲ្យគាត់នៅវិលវល់នៅកន្លែងហ្នឹងទៀតអញ្ចឹងនៅពេលដែលធ្វើបែបហ្នឹងហើយនៅក្នុងភូមិក៏បានស្ងប់សុខលែងមានបញ្ហាក៏ដូចជាមានការលងបន្លាចពីសំណាក់ខ្មោចរបស់បងសនតទៅទៀតហើយនិយាយពីប្រពន្ធរបស់បងសនវិញគាត់ក៏បានឈប់នៅផ្ទះហ្នឹងតទៅទៀតដែរដោយសារតែគាត់បានស្ដាប់គ្រូទាយថាផ្ទះរបស់គាត់ហ្នឹងគឺធ្វើបែរមកទៅបច្ឆាបូជាសពទៅធ្វើឲ្យគ្រួសាររបស់គាត់ហ្នឹងត្រូវជួបរឿងបែបហ្នឹងអញ្ចឹងហើយគាត់ក៏បានសម្រេចចិត្តទៅនៅខាងផ្ទះរបស់ម្ដាយគាត់វិញហើយក៏ឈប់នៅផ្ទះហ្នឹងដោយទុកផ្ទះហ្នឹងចោលតែម្ដងទោះបីជានៅក្នុងភូមិបានស្ងប់សុខក៏ដោយបងប្អូនប៉ុន្តែអាចកំបាំងការស្លាប់របស់បងសនគឺនៅតែជាអាចកំបាំងដដែលបងប្អូនទី1បងប្អូនមានចាំអត់ក្មេងប្រុសម្នាក់នោះវាបាននិយាយថាឃើញបងសនកំពុងតែព្យាយាមតោងមកលើច្រាំងដោយបងសនគឺឡើងមកអត់រួចទេព្រោះតែភ្លៀងវាខ្លាំងពេកប៉ុន្តែជាក់ស្ដែងនៅក្នុងភូមិអត់មានភ្លៀងអីទេបងប្អូនហេតុអ្វីបានជាក្មេងប្រុសម្នាក់ហ្នឹងវាបាននិយាយថាបងសនឡើងអត់រួចគឺដោយសារភ្លៀងខ្លាំងពេកហើយចំណុចនៅតែជាអាចកំបាំងមួយទៀតនោះគឺហេតុអីបានបងសនគាត់លង់ទឹកស្លាប់
ដោយសារតែមេឃអត់មានភ្លៀងទេហើយបងសនគឺជាអ្នកពូកែហែលទឹកម្នាក់ដែរហេតុអីបានជាគាត់ស្លាប់ដោយសារការលង់ទឹកហើយចំណុចមួយទៀតនោះគឺនៅពេលដែលបងសនបង្ហាញខ្លួនឲ្យមិត្តភ័ក្តិរបស់គាត់នឹងបានឃើញហើយគាត់បាននិយាយថាការស្លាប់របស់គាត់នឹងគឺមិនមែនដោយសារខ្លួនគាត់ទេគឺមានគេចាប់យកគាត់ទៅហើយការស្លាប់របស់គាត់នឹងតើមានជាប់ពាក់ព័ន្ធជាមួយនឹងបច្ឆាបូជាសពនឹងអត់ដោយសារនៅពេលដែលគ្រូទាយនិយាយគឺថាគ្រួសាររបស់គាត់នឹងគឺមានគ្រោះថ្នាក់ដោយសារធ្វើផ្ទះបែរមុខទៅបច្ឆាបូជាសពដែលនៅក្រោយវត្តនឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងសនគឺគាត់បានស្លាប់បាត់ទៅហើយអញ្ចឹងរឿងរ៉ាវអាថ៌កំបាំងទាំងប៉ុន្មានក៏នៅតែគ្មានអ្នកណាអាចបកស្រាយបានដែរបងប្អូនអញ្ចឹងនៅក្នុងរឿងនេះយើងអាចដឹងបានថាមនុស្សយើងទោះបីច្បាស់នឹងអ្វីក៏ដោយបងប្អូនកុំហ៊ានពេកយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែនចឹងរឿងរ៉ាវរបស់បងសនក៏ដូចជាអាថ៌កំបាំងទន្លេក្រោយវត្តគឺសូមតែចប់តែប៉ុណ្ណេះបងប្អូនខ្ញុំពិតជាអរគុណពុកម៉ែបងប្អូនមែនទែនដែលចំណាយពេលតាមដានស្ដាប់រហូតដល់ចប់ហើយក៏សូមអធិស្ឋានបងប្អូនផងដែរបើសិនជាខ្ញុំបង្កើតកំហុសឬក៏ការនិយាយអត់បានល្អត្រង់ចំណុចណាមួយសូមបងប្អូនអធិស្ឋានផងព្រោះថាខ្ញុំអត់អាចនិយាយត្រូវទាំងអស់ទេបងប្អូនអញ្ចឹងមានតែបងប្អូនទេបើសិនជាខ្ញុំខុសកន្លែងណាមួយបងប្អូនជួយផ្ដល់ comment ឬក៏ជាមតិយោបល់ដើម្បីកែតម្រូវខ្ញុំបានផងសូមអរគុណច្រើនសូមគោរពលា